គ្នាខ្ញុំមកតសេរបស់យើងតទៀតណាដោយសារតែចូលមិញខ្ញុំបានតរសារទៅសក់ខ្ញុំអស់លុយទៅខ្ញុំដាក់ថ្ងៃហ្នឹងទេហើយសង្ឃឹមថាអ្នកនរគ្នាអត់ប្រកាន់ខ្ញុំទេចឹងយើងចូលសេរបស់យើងតហ្មងពេលមកកូនស្រីរបស់យើងគាត់ក៏បានអនគោរពនឹងបេសាច់ពោះចឹងណាហើយបេសាច់ពោះក៏បានសួរកូនស្រីរបស់យើងថាតើនេះគឺជាក្លិនអ្វីហើយតួស្រយើងក៏បានហត់គាត់និយាយថាឬមួយក៏ដោយសារតែខ្ញុំទៅសាប៊ូនៅពេលល្ងាចវាគឺជាស្លឹកជីអង្កាមហើយបេសាច់ពោះក៏បាននិយាយថាជាអង្កាមតើគេប្រើវាសម្រាប់ធ្វើអ្វីតើមកកូនស្រីរបស់យើងក៏បាននិយាយប្រាប់ថាម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំបែបនេះប្រសិនបើយើងបោះវាទៅលើមនុស្សដែលយើងស្រឡាញ់នោះគេនឹងស្រឡាញ់បន្ទាប់មកស្ដេចពូនោះក៏បានដល់ទូស្រីរបស់យើងហើយទូស្រីរបស់យើងក៏បានគិតថាហេតុអ្វីមកជាខ្ញុំមានអារម្មណ៍ថាចម្លែកបែបនេះតើមកស្ដេចពូក៏បានខំដល់ទូស្រីរបស់យើងហើយក៏បាននិយាយថាថ្ងៃស្អែកនេះឯងនឹងត្រូវមករកយើងម្ដងទៀតត្រូវប្រើក្លិននេះដដែលបើឯងមិនមករកយើងនឹងទៅរកឯងទៅផ្ទាល់បន្ទាប់មកយើងនឹងខាំសម្រាប់ឯងដោយចង្កុំរបស់យើងបន្ទាប់មកទូស្រីរបស់យើងក៏បានគិតថាតើមានមនុស្សប៉ុន្មានអ្នកទៀតក្នុងមួយជីវិតនេះដែលបានឃើញអ្នកតាពូអ៊ីមូស្គីដោយផ្ទាល់ភ្នែកបែបនេះបន្ទាប់មកទូរបស់យើងគាត់ក៏បានឆ្លងទៅក្នុងទឹកនោះហើយគាត់គិតម្នាក់ឯងទៅបន្ទាប់មកបានកាត់ទូស្រីរបស់យើងក៏បាននិយាយថាខ្ញុំបានសន្យាគ្នាមកហើយអញ្ចឹងលោកចាប់ប្រកោចិញ្ចិនឲ្យមកខ្ញុំវិញតើមកបែបហ្នឹងក៏បាននិយាយថាតើខ្ញុំមានដែរនិយាយថាខ្ញុំប្រកោឯងដោយឥតគិតថ្លៃដែរទេវាបានសរសេរនៅទីនេះយ៉ាងច្បាស់ថាប្រសិនបើទេវតាវិញ្ញាណមិនបង្ហាញខ្លួននោះទេនឹងប្រកោចិញ្ចៀនមកវិញតើមកបែបហ្នឹងបានឆោតក្តាប់ពីកូនស្រីរបស់ខ្ញុំហើយក៏បាននិយាយថាសូម្បីតែពុកម៉ែក៏ត្រូវតែចាត់ការរឿងនេះឲ្យច្បាស់លាស់ដែរឯងបានខ្ចីពូថារបស់យើងហើយមិនបានយកវាឲ្យយើងវិញនោះទេវាដូចជាអស់រយៈពេល3ថ្ងៃហើយបើក៏ជាប្រាក់ឯងត្រូវចំណាយឲ្យយើង5ដងកតាបែបនេះលេងខុសគេណាមកទូរបស់យើងក៏បានស្រែកតាមបែបហ្នឹងថាឯងតែយើងបានយកប្រងវាតាពីកាពេលហើយពេលហ្នឹងក៏បាននិយាយថាឯងបានសរសេរវានៅទីនេះដោយផ្ទាល់មិនចឹងនេះឯងត្រូវតែបង់ឲ្យយើងឯងត្រូវតែបង់តាមចំនួនដែលឯងបានយកក្នុងការបង់កូនស្រីខ្ញុំគាត់នៅឃើញចឹងក៏បានមួម៉ាំងបដ ாய் ហើយគាត់និយាយថាអញដឹងហើយតែខ្ញុំមិនចេះអានសៀវភៅប្រកោចិញ្ចៀនឲ្យខ្ញុំវិញមនុស្សអាក្រក់មកពេលហ្នឹងគាត់និយាយទាំងខ្ញុំធ្វើមកខាញ់ណានិយាយថាយើងនឹងប្រកោចិញ្ចៀនមាសម្ដាយរបស់អញឲ្យតែអញវិញទៅមកពេលហ្នឹងក៏បានឡើងចុះឲ្យថាប៉ុន្តែអញត្រូវយកពូថៅរបស់យើងមកដកដូរវិញកូនស្រីរបស់យើងក៏បានសួរថាតើខ្ញុំត្រូវទៅរកវានៅឯណាទៅមកក៏លូកដៃចាប់ចង្កេះដៃប៉ែហើយក៏បាននិយាយថាគឺមានចំណុចច្រើនណាស់អញ្ចឹងអញដោះស្រាយវាដោយខ្លួនឯងទៅមកពេលហ្នឹងហេចាប់ចង្កេះទូស្រីយើងផងចាត់បងពូមកចឹងមកទៅមកកូនស្រីរបស់យើងក៏បាននិយាយថាស្អីហ្នឹងក្តៅតើមកទូរបស់យើងក៏បានច្រាប៉ែហ្នឹងច្រើនខ្លាំងជាងណាំតិចទៅកូនហើយក៏បាននិយាយថាឯងឈួតមែនទេមកកូនរបស់យើងក៏បានមើលចិត្តខ្លាំងមែនទេក៏បាននិយាយថាមិនយូរនោះទេយើងនឹងយកវាមកវិញឲ្យបានអូខេអ្នកគ្នាសរុបរបស់ខ្ញុំបានស្អីតែប៉ុណ្ណឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយណាបាយបាយ